ក្រោយមហាជនផ្ទុះការភ្ញាក់ផ្អើលរឿងម្ចាស់ប្រេនសម្រាប់ធារាត្រូវបានចាប់ខ្លួនបញ្ជូនទៅតុលាការស្រាប់តែលោកជំទាវនឹមវណ្ណៈដាក់ចំចំបែបនេះថាក្រោយមហាជនផ្ទុះការភ្ញាក់ផ្អើលរឿងម្ចាស់ប្រេនសម្រាប់ធារាត្រូវបានចាប់ខ្លួនបញ្ជូនទៅតុលាការស្រាប់តែលោកជំទាវនឹមវណ្ណៈដាក់ចំចំបែបនេះថាកាលពីថ្ងៃទី14ខែមិនិនាឆ្នាំ2025លោកជំទាវអុកញ៉ានឹមវណ្ណៈបាន share page មួយដែលមានឈ្មោះថា BTN Media ដែលបានធ្វើការបង្ហោះពាក់ព័ន្ធនឹងការចាប់ខ្លួនម្ចាស់ប្រេនសម្រាប់ធារារឿងផលិតផលគ្មានច្បាប់អនុញ្ញាតពាក់ព័ន្ធនឹងករណីនេះPage BTN Media បានធ្វើការបង្ហោះកាលពីថ្ងៃទី14ខែមិនិនាឆ្នាំ2025នោះដែលមានសំណេរទាំងស្រុងដូចតទៅម្ចាស់ប្រេនសម្រាប់ធារាត្រូវបានកម្លាំងសមត្ថកិច្ចខេត្តពោធិ៍សាត់ចាប់ឃុំខ្លួនបណ្ដោះអាសន្នពាក់ព័ន្ធនឹងផលិតផលកូលាយកែច្នៃគ្រឿងសម្អាងដោយគ្មានច្បាប់អនុញ្ញាតកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានចាប់ខ្លួនលោកស្រីជួនសុធិរាម្ចាស់ក្រុមហ៊ុនសម្រាប់ធារាកាលពីថ្ងៃទី13ខែមិនិនាឆ្នាំ2025រួចបញ្ជូនមកកាន់តុលាការខេត្តពោធិ៍សាត់នៅថ្ងៃនេះរួចឃុំខ្លួនជាបណ្ដោះអាសន្នពាក់ព័ន្ធនឹងភេកនេះផងដែរក៏បានបន្តទៀតថាការចោះបង្ក្រាបនេះមិនមែនជាលើកទី1ទេកន្លងមកនៅខេត្តស្វាយរៀងក៏ធ្លាប់បានចោះចាប់និងបិទទីតាំងឃ្លាំងផលិតផលគ្រឿងសម្អាងសម្រាប់ធារាម្ដងរួចមកហើយប៉ុន្តែក្រុមហ៊ុនមិនញញើតនឹងផ្លូវច្បាប់បន្តិចដោយបន្តចែកចាយគ្មានច្បាប់អនុញ្ញាតលើទីផ្សារ25ខេត្តក្រុងមិនខ្វាយខ្វល់ពីអំពើទុច្ចរិតរបស់ខ្លួនទាល់តែសោះឡើយដោយអាងមានលុយច្រើនគិតថាមិនមានអ្នកណាធ្វើអ្វីកើតភេកដដែលនេះក៏បានបន្តទៀតថាដោយបាត់ល្មើសកើតឡើងជាបន្តបន្ទាប់នៅខេត្តពោធិ៍សាត់ឯណោះវិញទើបថ្មីសមត្ថកិច្ចបានចុះបង្ក្រាបជាមួយមន្ត្រីជំនាញហើយបានរកឃើញថាផលិតផលទាំងនោះផលិតដោយគ្មានស្តង់ដារបច្ចេកទេសនិងគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវបច្ចុប្បន្នតំណាងអัยការអមសាលាដំបងខេត្តពោធិ៍សាត់បានឃុំខ្លួនលោកស្រីជួនសុធិរាម្ចាស់ក្រុមហ៊ុនសម្រាប់ធារាជាបណ្ដោះអាសន្ននិងបន្តចាត់ការតាមនីតិវិធីច្បាប់ក្រោយពីផ្ទុះល្បីនៅករណីនេះរួចមកមហាជនក្នុងបណ្ដាញសង្គម Facebook បានធ្វើការចែករំលែកប្រងព្រាតនិងហាក់សម្ដែងនៅក្តីបារម្ភជាខ្លាំងដែលពាក់ព័ន្ធនឹងការប្រើប្រាស់ផលិតផលនេះកន្លងមកស្រាប់តែលោកជំទាវអុកញ៉ានឹមវណ្ណៈក៏បានធ្វើការចែករំលែកផងដែរនៅករណីនេះអមដោយសំណេរដាក់ចំបែបនេះផងដែរថាផ្លិចជុងតែជុងមិនផ្លិចកុកនោះទេ